សូមជូនរឿងនិទានគោក្របីគ្មានធ្មេញលើកាលពីព្រេងនាយមានខ្លាមួយសួរគោថាខ្លួនបងឯងធំហេតុអ្វីក៏ទ្រាំឲ្យទឹមដូច្នេះគោតបមនុស្សតូចមែនប៉ុន្តែមានប្រាជ្ញាខ្លាឆ្ងល់ក៏សួរកសិករពូឯណាប្រាជ្ញារបស់ពូកសិករតបប្រាជ្ញាពូទុកនៅឯផ្ទះចាំពូទៅយកឲ្យមើលតែពូសុំចងឯងសិនព្រោះខ្លាចឯងស៊ីគោខ្ញុំខ្លាយល់ព្រមឲ្យកសិករចងខ្លួនជាប់ពេលនោះកសិករទាញដំបងសំពង់ខ្លាហើយប្រាប់ថានេះហើយប្រាជ្ញាមនុស្សគោនិងក្របីឃើញដូច្នោះក៏សើចហើយ